សម្រាប់ Transmart Basic នេះគឺវាមានបញ្ហាថ្មអញ្ចឹងបងបញ្ហាថ្មយើងត្រូវចុះជុលវាឡើងវិញដើម្បីឲ្យប្រើប្រាស់បានដូចដើមឬក៏ប្រើប្រាស់បានយូរម៉ោងជាងមុនអញ្ចឹងបងហើយនេះគឺជាសកម្មភាពដែលខ្ញុំដោះរួចរាល់ហើយខ្ញុំបានថតសកម្មភាពដែលដោះផ្ទាល់ទេហើយសម្រាប់នេះគឺជា solo របស់វាគឺមាន4គ្រាប់ហ្នឹងគឺនិយាយទៅវាប្រើ solo 4គ្រាប់ហ្នឹងដើម្បីវាចាញ់សលេងមក360ដឺក្រេហើយនេះគឺជា subwoofer វាសម្រាប់ subwoofer វាគឺ30វ៉ាត់8ហ៊ុនអញ្ចឹងបងហើយមានប៊ូតុងចុចថាច់តុងអីចឹងមកនិយាយទៅយើងត្រូវដោះបំបាយទាំងអស់តែម្ដងហើយអានេះគឺជា main board របស់វាសម្រាប់ main board នេះធ្លាប់ជួលឲ្យម្ដងដែរផ្នែកប្រព័ន្ធសាកថ្មអញ្ចឹងបងប្រព័ន្ធសាកថ្មហើយឥឡូវនេះវាខូចទៀតហើយប្រព័ន្ធសាកថ្មហ្នឹង Type C ក៏វារលុងដែរវាដោតទៅវានៅចូលមែនប៉ុន្តែទៅពេលយើងដោតទៅវានៅរឿងរលុងចឹងត្រូវដូរដែរអញ្ចឹងវងដូរដែរហើយ Type C ហ្នឹងគឺដូរឲ្យ free ទេហើយសម្រាប់ IC គឺយើងជួសជុលយកថវិកាអញ្ចឹងបងហើយនេះគឺជាថ្មថ្មីដែលខ្ញុំដាក់បញ្ចូលអញ្ចឹងបងហើយសម្រាប់ថ្មថ្មីនេះគឺវាមានទំហំ5200មីលីអាំពែចំណែកឯថ្មចាស់វាគឺតែ5000មីលីអាំពែទេ5000មីលីអាំពែអញ្ចឹងវាអានេះវារៀងកាន់ភ្លើងជាងអញ្ចឹងបងកាន់ភ្លើងជាងហើយអានេះខ្ញុំធ្វើការតេស្តសាកផ្នែក mainboard វាចង់ដឹងថាវាចូលអត់អញ្ចឹងវាអត់ចូលទេត្រូវដូរ IC សាកហើយនឹងដូច Type C នឹងបន្ថែមទៀតអញ្ចឹងបងហើយអានេះខ្ញុំសកម្មភាពដែលខ្ញុំតម្លើងផ្នែក subwoofer passive ថ្មតម្លើងហើយបន្ទាប់នេះទៀតខ្ញុំតម្លើងហើយអស់ហើយក៏ចាប់ផ្ដើមតេស្តសាកតេស្តអីអញ្ចឹងបងតេស្តសាកហើយតេស្តសលេងចង់ដឹងថាវារ៉ែអត់អញ្ចឹងបងពេលខ្លះពេលយើងចាប់ចូលទៅវាអាចនឹងរ៉ែដោយសារតែ solo វាហ្នឹងគឺប៉ុងវាហ្នឹងគឺផុយមែនតើអញ្ចឹងហើយត្រូវតេស្តអញ្ចឹងបងកាលណាតេស្តរ៉ែអញ្ចឹងត្រូវដាក់បន្ថែមកាវស៊ីលីកូនអញ្ចឹងបងកាវស៊ីលីកូនកាលហ្នឹងទុនហើយវាអាចជួយបានខ្លាំងអញ្ចឹងបងហើយអានេះខ្ញុំដាក់ឲ្យ free ទេសម្រាប់កាវស៊ីលីកូនហ្នឹងអញ្ចឹងបងហើយអានេះខ្ញុំតេស្តហើយក៏ចាប់ដើមផ្ញើទៅម្ចាស់គេវិញហើយសម្រាប់តម្លៃជួសជុលគឺតែ$18ទេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបង